Về số bóng ônថ្ងៃនេះត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមានប្រធានបទមួយដែលពាក់ព័ន្ធនឹងជំនាញសិក្សាដែរនោះគឺជំនាញ STEM មុននឹងចាប់ផ្ដើមនិយាយអំពីជំនាញ STEM ខ្ញុំបាទមានព័ត៌មានមួយដែលពាក់ព័ន្ធទៅនឹងលោក Donald Trump ថ្ងៃនេះគាត់បានសម្រេចសញ្ញេទៅលើ Executive Order បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីដើម្បីរំលាយចោលនៅក្រសួងអប់រំរបស់សហរដ្ឋអាមេរិកឬហៅថា Department of Education សូមជម្រាបថាក្រសួងអប់រំអាមេរិកត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1979ដោយលោកប្រធានាធិបតី Jimmy Carter ហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះមានមន្ត្រីរាជការចំនួន4245នាក់បើគិតពីថវិកាឆ្នាំ2024កន្លងទៅក្រសួងអប់រំអាមេរិកចាយលុយចំនួន251,000 លានដុល្លារអាមេរិកយើងឃើញថាចំនួននេះគឺច្រើនមែនទែនច្រើនជាង GDP សរុបរបស់ប្រទេសកម្ពុជាទាំងមូលទៀតសួរថាមូលហេតុអីបានលោក Donald Trump សម្រេចរំលាយចោលក្រសួងអប់រំសូមជម្រាបថានៅសហរដ្ឋអាមេរិកគេមានក្រសួងរបស់រដ្ឋសហព័ន្ធនិងក្រសួងអប់រំដែលស្ថិតក្រោមរដ្ឋនីមួយៗអញ្ចឹងលោក Donald Trump គាត់លុបតែក្រសួងអប់រំដែលស្ថិតក្រោមរដ្ឋសហព័ន្ធទេដោយផ្ទេរការគ្រប់គ្រងទាំងអស់ទៅឲ្យក្រសួងអប់រំរបស់រដ្ឋនីមួយៗជាអ្នកគ្រប់គ្រងអញ្ចឹងដោយដែលជម្រាបពីខាងដើមថាថ្ងៃនេះយើងនឹងមកនិយាយគ្នាពាក់ព័ន្ធទៅនឹងជំនាញ STEM បើយើងនិយាយអំពីប្រវត្តិរបស់ជំនាញ STEM នេះគឺចាប់តាំងពីឆ្នាំ1962កាលពីសម័យលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក John F Kennedy មុនដែលលោកត្រូវបានគេធ្វើឃាតលោកបាននិយាយក្នុងសន្ទរកថារបស់លោកថាសហរដ្ឋអាមេរិកបានជ្រើសរើសផ្លូវមួយដើម្បីធ្វើយ៉ាងណាបញ្ជូននៅអាកាសយានិករបស់ខ្លួនទៅកាន់ភពព្រះច័ន្ទឲ្យទល់តែបានក្រោយមកសហរដ្ឋអាមេរិកបានបន្ថែមថវិកាទៅលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានឹងខ្លាំងមែនទែនដល់ទីបំផុតសហរដ្ឋអាមេរិកបានបញ្ជូនអាកាសយានិករបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទក្នុងទសវត្សរ៍នឹងឯងនេះបង្ហាញអំពីការចាប់ផ្ដើមនៃជំនាញ STEM នៅក្នុងសហរដ្ឋអាមេរិកហើយក៏ដូចជាក្នុងបណ្ដាប្រទេសមួយចំនួនទៀតដូចជារុស្ស៊ីបារាំងអង់គ្លេសហើយថ្មីនេះសាធារណរដ្ឋប្រជាមានិតចិនកំពុងតែធ្វើដំណើរមកយ៉ាងស្ងាត់ស្ងៀមចិនបានកសាងនៅស្ថានីយ៍អវកាសរបស់ខ្លួនហើយបានបញ្ជូនយាន Chang'e តាមខ្ញុំចាំទៅកាន់ស្ថានីយ៍អវកាសរបស់ខ្លួនបានជោគជ័យផងដែរត្រឡប់មកប្រទេសកម្ពុជាយើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជននិងកីឡាបានលើកកម្ពស់វិស័យ STEM នេះដោយតាមរយៈការវិនិយោគបណ្ដាសាកលវិទ្យាល័យជាតិធំមួយចំនួនដើម្បីលើកកម្ពស់ជំនាញ STEM ដើម្បីឈានទៅសម្រេចគោលដៅ2030ក្នុងការប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និង2050ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ជំនាញ STEM គឺជាជំនាញអាទិភាពយើងឃើញនៅតាមបណ្ដាសាកលវិទ្យាល័យរដ្ឋនិងឯកជនបានព្យាយាមប្រម៉ូទទាក់ទាញនិស្សិតឲ្យចូលរៀនជំនាញនេះតាមរយៈការផ្ដល់នូវអាហារូបករណ៍ 100% ស្ទើរតែគ្រប់សាលាដើម្បីបើកឱកាសឲ្យបងប្អូននិស្សិតដែលមកអំពីបណ្ដាខេត្តមានឱកាសសិក្សា STEM ដោយខ្ញុំបានជម្រាបតាំងពីដើមអញ្ចឹងថាមានអក្សរ STEM ខ្ញុំនឹងជម្រាបអំពីមុខជំនាញមួយនៅក្នុងជំនាញ STEM នេះដូចជាអក្សរ S មកពីពាក្យថា Science ក្នុងនោះយើងមានមុខវិជ្ជាដូចជា Biochemistry ឬក៏ខ្មែរថាជីវគីមីជំនាញ Biophysics ជីវរូបវិទ្យា Environmental Science វិទ្យាសាស្ត្របរិស្ថាន Hydrology ធារាសាស្ត្រ Geoscience ភូមិវិទ្យានិង Medicine វេជ្ជសាស្ត្រហើយទី2អក្សរ T ក្នុងនោះយើងមានដូចជាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ Industrial Design និងព័ត៌មានវិទ្យា Information Technology មួយទៀតអក្សរ E មកពីពាក្យថា Engineering នេះយើងរួមបញ្ចូលទាំង Aerospace Engineering វិស្វករលំហអាកាសហើយទី2គឺ Biomedical Engineering វិស្វករជីវវេជ្ជសាស្ត្រមួយទៀត Electrical Engineering វិស្វករអគ្គិសនីដល់អក្សរ M មកពីពាក្យថា Math ឬក៏ Mathematics មួយគឺ Applied Mathematics គណិតវិទ្យាអនុវត្ត Data Science វិទ្យាសាស្ត្រទិន្នន័យនិង Statistics ស្ថិតិខ្ញុំបានស្ដាប់វាគ្មិននៅក្នុងអង្គសន្និបាតបូកសរុបនិងលើកទិសដៅការងារឆ្នាំ2025របស់
ក្រុមប្រឹក្សាគឺស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជាឬហៅកាត់ថាកយោគោក្នុងនោះខ្ញុំឃើញវាគ្មិនមកពីសាកលវិទ្យាល័យភូមិន្ទវាគ្មិនមកពីក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈនិងវាគ្មិន3រូបទៀតមកពីគ្រឹះស្ថានរដ្ឋនិងឯកជនបាននិយាយគួរឲ្យចាប់អារម្មណ៍មែនទែនជាពិសេសត្រង់ចំណុចស្ថិតិនៃការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំអ្នកសិក្សាជំនាញ STEM នេះកាន់តែកើនឡើងជំនាញ STEM នេះគឺជាទូខ្លួននៃការរុញសេដ្ឋកិច្ចប្រទេសឲ្យដើរទៅមុខឥឡូវបងប្អូនសង្កេតមើលមុន COVID ប្រជាពលរដ្ឋយើងក្នុងការធ្វើដំណើរដ៏ច្រើនគឺយើងទៅឈួរចាំនៅនឹងផ្លូវហើយបក់ដៃហៅទិញម្ហូបទិញចំណីអីយើងជិះទៅដល់ហាងជិះទៅដល់ store ជិះទៅដល់កន្លែងលក់តែឥឡូវមានតែ app ឲ្យយើងអាចម៉ងបាយក៏ម៉ងម្ហូបហៅឡានយកមកជិះដល់ផ្ទះបានដែរអញ្ចឹងជំនាញ STEM នេះគឺជាជំនាញមួយនឹងវិវត្តអ្វីមកខ្លាយជាការពិតឥឡូវហ្នឹងរ៉ូបូតអាចវះកាត់ជំនួសដុកទ័រខ្លះហើយ diagnostic បានហើយ AI ក្នុងវិស័យសុខាភិបាល AI មកជំនួសដុកទ័របានខ្លះជំនាញអប់រំទូទៅក៏ AI ជួយយើងបានច្រើនគ្រាន់តែវ័យទិន្នន័យដែលយើងចង់បានចូលទៅក្នុង Chat GPT ឬក៏ DeepSeek ទៅវានឹងបង្ហាញទិន្នន័យមួយចំនួនមកឲ្យយើងអញ្ចឹងនិយាយតាំងពីដើមរហូតមកដល់ពេលនេះក៏ចង់បញ្ជាក់ប្រាប់ថាបច្ចុប្បន្ននេះបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកំពុងតែដើរមកគៀកជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃកំពុងតែនៅជាមួយយើងនឹងថ្ងៃអនាគតជាផ្នែកដ៏ធំមួយនៃការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់យើងសូមអរគុណ